សួស្តីបងប្អូនថ្ងៃនេះដែរខ្ញុំនឹងមកបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបធ្វើពងមាន់ស្ងោរជាមួយនឹងជ្រូកស្វាយសម្រាប់គ្រឿងផ្សំនេះថ្ងៃនេះដែរយើងនិយាយខ្លាំងមែនទែនមានពងមាន់ចំនួន5ក្រាមស្វាយខ្ចីខ្ទឹមក្រហមការ៉ុតប៉េងប៉ោះហើយនិងម្ទេសនិងស្លឹកខ្ទឹមបងប្អូនចំណាយលុយតិចខ្លាំងមែនទែនមានត្រឹមតែ 3-4,000 រៀលក៏អាចធ្វើមុខម្ហូបមួយមុខនេះបានផងដែរប្រសិនបើបងប្អូនមានពងមាន់នៅផ្ទះទៀតគឺយើងទិញតែស្វាយខ្ចីមួយ500រៀលក៏អាចធ្វើបានហើយឥឡូវនេះមុននឹងធ្វើការធ្វើជ្រូកស្វាយខ្ញុំក៏បានដាក់ពងស្ងោរចោលផងដែរដើម្បីយើងចំណេញពេលវេលានៅពេលដែលយើងធ្វើជ្រូកហើយពងយើងក៏បានឆ្អិនព្រមគ្នាតែម្ដងហើយជ្រូកស្វាយរបស់យើងខ្ញុំធ្វើសាមញ្ញខ្លាំងមែនទែនបងប្អូនមិនខុសពីជ្រូកដែលយើងធ្វើញ៉ាំជាមួយត្រីអាំងទូទៅទេយើងធ្វើការសាប់ស្វាយដាក់ក្នុងចានថ្ងៃនេះខ្ញុំធ្វើជ្រូកតិចដែរដោយសារខ្ញុំញ៉ាំធ្វើតែពីរនាក់ហើយក៏មានបន្ថែមជាមួយនឹងការ៉ុតក៏ដូចជាខ្ទឹមក្រហមប៉េងប៉ោះផ្សេងៗផងដែរគ្រឿងផ្សំទាំងអស់នោះបងប្អូនមានមួយណាខ្វះខាតមួយណាក៏អាចដាក់បានតាមនឹងដែរបងប្អូនអាចដាក់ក្រុមដូចខ្ញុំក៏បានដែរចំណែកឯប៉េងប៉ោះ cherry របស់ខ្ញុំវិញដំបូងឡើយខ្ញុំទិញយកមកញ៉ាំទេដល់ពេលនៅសល់ក្នុងទូស្រាយក៏យកមកដាក់ធ្វើជាជ្រូកតែម្ដងទៅឆ្ងាញ់ខ្លាំងមែនទែនពីយើងធ្វើការហាន់ល្បាយទាំងអស់បញ្ចូលគ្នារួចហើយខ្ញុំធ្វើការមកលាយគ្រឿងម្ដងខ្ញុំដាក់ទឹកត្រីចំនួន1ស្លាបព្រាបាយកន្លះដំបូងឡើយខ្ញុំដាក់តែ1ស្លាបព្រាបាយទេប៉ុន្តែភ្លក់មើលទៅឃើញថាស្ទើរប្រៃក៏បន្ថែមកន្លះស្លាបព្រាទៀតហើយបន្ទាប់មកដាក់ប៊ីចេង1ស្លាបព្រាកាហ្វេស្ករស1ស្លាបព្រាកាហ្វេហើយធ្វើការច្របល់វាឲ្យសព្វបងប្អូនអាចភ្លក់រសជាតិមើលទៅតាមចំណង់ចំណូលចិត្តបងប្អូនបានបើសិនជាស្ទើរប្រៃឬក៏វារៀងស្ទើរអីបងប្អូនអាចថែមរសជាតិទៅតាមនឹងបានឥឡូវនេះបន្ទាប់ពីយើងធ្វើជ្រូកហើយខ្ញុំទុកជ្រូកយើងមួយឡែកហើយចាប់ផ្ដើមមកស្រង់ពងយើងចេញម្ដងពងយើងក៏បានឆ្អិនល្អដែរហើយបងប្អូនធ្វើការបកវាបានស្អាតហើយចាក់ដាក់ទៅក្នុងចានទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនប្រសិនបើមិនបាច់ចាក់ដូចខ្ញុំក៏បានដែរបងប្អូនគ្រាន់តែធ្វើការបកហើយញ៉ាំជាមួយជ្រូកតែម្ដងក៏បានដែរប៉ុន្តែខ្ញុំចង់ចាក់បែបនេះដើម្បីមើលទៅឃើញម៉ូស្អាតពីយើងធ្វើការចាត់ពងរៀបដាក់ចានឲ្យបានស្អាតបែបនេះហើយយើងក៏ធ្វើជ្រូករបស់យើងមកដាក់កណ្ដាលបែបនេះមកមើលទៅទំនងខ្លាំងមែនទែនមួយមុខនេះផងដែរមើលទៅសាមញ្ញប៉ុន្តែមិនមែនធម្មតាឆ្ងាញ់ខ្លាំងបងប្អូនសូមអរគុណច្រើនបងប្អូនសម្រាប់ការចូលចិត្តនិងតាមដានទស្សនាវីដេអូរបស់ខ្ញុំប្រសិនបើចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច like និងជួយ subscribe ផងបាយបាយ